Mazda ជាមួយនឹង BYD Celion 7ពុកម៉ែបងប្អូនយើងមើលពីកម្ពស់របស់វាមើលមុខកាចដូចគ្នាមើលទៅមុខវាអូអែមដូចគ្នាប៉ុន្តែបើយើងមើលពីកម្ពស់ពីមុខ Celion 7វារៀងខ្ពស់ជាងនេះឃើញខ្ពស់ជាងអែមមើលពីមុខស្អាតឥឡូវយើងកុំអាមើលមុខយើងមើលពីចំហៀងវិញម្ដងមើលបងប្អូនពីចំហៀងឃើញថា Celion 7វារៀងកម្ពស់ជាងកម្ពស់នេះខ្ពស់ជាងខ្ទង់5អ៊ីងបើយើងគិតជាម៉ែត្រទៅខ្ទង់1.2 បាទមកទឹកជាងបាទរៀងខ្ពស់ហើយប្រវែងហ្នឹងយើងនិយាយពីកម្ពស់អញ្ចឹងវារៀងទលាយមែនទេបងប្អូនយើងមើលពីប្រវែងវិញប្រវែងយើងដាក់ពីខាងក្រោយឲ្យស្មើគ្នាសិនបងប្អូនអានេះខ្ញុំទាញវាខាងក្រោយឲ្យស្មើគ្នាអីនេះយើងទាញគោយក្រោយឲ្យស្មើគ្នាអាយ៉ាMazda រៀងវែងជាងបន្តិចបងប្អូនរៀងវែងជាងបន្តិចនេះបូក 1.46 អ៊ីងខ្ញុំទាញ Celion 7មកពីមុខវិញនេះឃើញទេបើយើងទាញ Celion 7មកពីមុខនេះឃើញវាលយក្បាលជាងហ៎អញ្ចឹងបានន័យថាប្រវែងរបស់ Mazda គឺវែងជាង Celion បាទខ្ញុំទាញខាងមុខឲ្យស្មើវិញយើងទាញខាងមុខឲ្យស្មើដើម្បីយើងមើលគូតក្រោយនេះគូតក្រោយវាគឺវារៀងចេញដែរប៉ុន្តែបើយើងនិយាយពី space ក្នុងការដាក់អីវ៉ាន់វិញប៉ុណ្ណឹងវាមិនខុសគ្នាប្រហែលទេវាខុសទៅគ្នាបន្តិចបន្តួចណាប៉ុន្តែបើយើងនិយាយពីកម្ពស់គឺ Celion 7វាដាច់ចៃបងប្អូនកម្ពស់វាខ្ពស់អញ្ចឹងក្នុងការអង្គុយទៅក៏វារៀងទលាយដែរប៉ុន្តែខ្ញុំអត់និយាយពី option ទេMazda នេះគឺ Mazda 6e បាទមិនមែនជា EZ6 ដែលជា model កំពុងតែពេញនិយមរបស់ចិនទេណាបាទអានេះយើងប្រៀបធៀបពីកម្ពស់យើងអត់និយាយពី option អីផ្សេងទេពីខាងក្រោយរៀងវាអែមបាទបើយើងមើលពីខាងមុខមួយយ៉ាងម្នាក់តាមអ្នកដែលស្រឡាញ់ណាស្រឡាញ់បើអ្នកចូលចិត្តស្រឡាញ់ខ្ពស់អាចជិះជាមួយនឹងBYD ទៅ Celion 7ហើយបើត្រូវការស្រឡាញ់អី option អីណាផ្សេងទៀតខ្ញុំអត់ប្រៀបធៀបទេអាចយកខ្លួនឯងប៉ុន្តែបើយើងនិយាយពីប្រវែងត្រូវការញាត់ចូលក្នុងផ្ទះទិញឡានមកឲ្យផ្ទះយើងខ្លីផ្ទះយើងវាដាក់ខាងក្នុងអត់បានទេអញ្ចឹងយើងអាចគិតពិចារណាទៅលើប្រវែងដែរពីព្រោះប្រវែងវាសំខាន់ណាពីព្រោះទិញមកផ្ទះយើងត្រូវការបលូតវែងវាអត់កើតដីយើងវាខ្លីណាអញ្ចឹងយើងគិតទៅលើចំណុចហ្នឹងអាហ្នឹងខ្ញុំផ្ដោតទៅលើសម្រាប់ខ្ញុំផ្ទាល់ភ្ញៀវខ្លះក៏គាត់គិតអញ្ចឹងដែរជំហៀងបើយើងមើលពីជំហៀងណែបងប្អូនកម្ពស់វាគឺអានេះវាខ្ពស់ជាងមិនបានវាខ្ពស់ជាងដោយសារតែនេះវាជាប្រភេទ SUV ប្រភេទ BYD Celion 7ណាហើយអានេះវាមិនមែនជាគឺ Lightback បាទប្រភេទ Sedan អញ្ចឹងកម្ពស់របស់វាគឺវាខុសគ្នាបាត់ទៅហើយអាហ្នឹងហើយពីមុខពីក្រោយពីចំហៀងគឺមើលរួចហើយពុកម៉ែបងប្អូនត្រូវការចង់ដឹង model អីទៀត comment នៅពីក្រោមវីដេអូហ្នឹងមកខ្ញុំនឹងធ្វើការទាញយក model នោះដើម្បីមកដាក់ធ្វើការប្រៀបធៀបប្រវែងជូនពុកម៉ែបងប្អូនមើលណាចង់បាន model អី comment អូខេអរគុណច្រើន